ជំរាបសួរប្រិយមិត្តជាទីមេត្រីនៅព្រឹកនេះខ្ញុំបាទនឹងលើកយកព័ត៌មានចំនួន2ដែលសំខាន់ទាក់ទងទៅនឹងគ្រោះមហន្តរាយនៃគ្រោះទឹកជំនន់នៅឯប្រទេសថៃនិងប្រទេសឥណ្ឌូនេស៊ីដោយព័ត៌មានទី1នេះគឺថៃបានសារភាពពីបរាជ័យក្នុងការឆ្លើយតបគ្រោះទឹកជំនន់គណៈអ្នកស្លាប់ឡើងដល់160នាក់ចំណែកព័ត៌មានទី2គឺអ្នកស្លាប់ក្នុងទឹកជំនន់និងបំណាក់ដីនៅប្រទេសឥណ្ឌូនេស៊ីឡើងដល់ជាង300នាក់ព័ត៌មានទី1គឺលោកនាយករដ្ឋមន្ត្រីថៃលោកអានូទីនឆាន់វីរកុលបានចេញមកសារភាពនៅភាពបរាជ័យដ៏ធ្ងន់ធ្ងរក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ដ៏កំណាចដោយគូបញ្ជាក់ពីផែនការស្ដារឡើងវិញនិងផ្ដល់សំណងសម្រាប់តំបន់ភាគខាងត្បូងនៃប្រទេសជាទីដែលទឹកជំនន់ធ្ងន់ធ្ងរបានសម្លាប់មនុស្សយ៉ាងហោចណាស់162នាក់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបាននិយាយថាដំណើរឋានប្រជាជនជាង 1.4 លានគ្រួសារនិងមនុស្ស 3.8 លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តភាគខាងត្បូងនៃប្រទេសចំនួន12អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកសេរីពងបាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងបាងកកថាការស្លាប់162នាក់ត្រូវបានបញ្ជាក់ក្នុងខេត្តចំនួន8ជាពិសេសនៅក្នុងខេត្តសង្ខឡាដែលកត់ត្រាអ្នកស្លាប់យ៉ាងតិច126នាក់ទំហំនៃមហន្តរាយព្រមទាំងចំនួនអ្នកស្លាប់និងរបួសខ្ពស់បែបនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងបំផុតលើរាជរដ្ឋាភិបាលថៃលោកអានូទីនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថាលោកទទួលស្គាល់ពីភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទឹកជំនន់ហើយនិយាយថានៅពេលលោកទៅពិនិត្យតំបន់រងផលប៉ះពាល់លោកក៏បានសូមអភ័យទោសដល់ប្រជាជនក្នុងការដែលរដ្ឋាភិបាលថៃមិនអាចមើលថែនិងការពារពួកគេបានល្អកំហឹងរបស់អ្នកស្រុកចំពោះអាជ្ញាធរថៃបានលេចឡើងជាពិសេសនៅទូទាំងក្រុងហាត់យ៉ៃនៃខេត្តសង្ខឡាដែលរងផលប៉ះពាល់ខ្លាំងជាងគេយោងតាមអាជ្ញាធរថៃបានឲ្យដឹងថាពេលមហន្តរាយទឹកជំនន់នៅកម្រិតខ្លាំងបំផុតមនុស្សប្រហែលជា77,000 នាក់បានអំពាវនាវសូមឲ្យអាជ្ញាធរជួយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុន្តែមានតែ16,000 នាក់តែប៉ុណ្ណោះដែលត្រូវបានជម្លៀសចេញពីទីនោះបាទនេះគឺជាព័ត៌មានទាក់ទងទៅនឹងគ្រោះទឹកជំនន់នៅក្នុងប្រទេសថៃភាគខាងត្បូងចំណែកឯព័ត៌មានទី2នេះយើងងាកមកប្រទេសឥណ្ឌូនេស៊ីវិញគឺចំនួនអ្នកស្លាប់ក្នុងទឹកជំនន់និងបំណាក់ដីនៅក្នុងប្រទេសកើនឡើងដល់ជាង300នាក់ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ីបាននិយាយថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងបំណាក់ដីបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលព្យុះស៊ីក្លូននៅកោះស៊ូម៉ាត្រានៃប្រទេសនេះបានកើនឡើងដល់303នាក់ហើយពលគឺកើនឡើងស្ទើរតែទ្វេដងពីតួលេខអ្នកស្លាប់ត្រឹមតែជាង170នាក់ពីមុនផ្នែកធំនៃប្រទេសឥណ្ឌូនេស៊ីនិងថៃបានរងការវាយប្រហារយ៉ាងកម្រោលដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនអស់រយៈពេល1សប្តាហ៍មកហើយជាមួយនឹងព្យុះត្រូពិចដ៏កម្រមួយទៀតកំពុងបង្កើតខ្លួនឡើងនៅច្រកសមុទ្រម៉ាឡាកាប្រធានទីភ្នាក់ងារកាត់បន្ថយមហន្តរាយរបស់ឥណ្ឌូនេស៊ីលោកស៊ូហារីយ៉ាន់តូបានប្រាប់អ្នកសារព័ត៌មានថាមនុស្សយ៉ាងតិច279នាក់នៅតែបាត់ខ្លួនដែលនាំឲ្យមានក្តីបារម្ភថាចំនួនអ្នកស្លាប់អាចបន្តកើនឡើងកាន់តែច្រើនគណៈមនុស្សប្រហែល80,000នាក់ត្រូវបានជម្លៀសចេញហើយរាប់ម៉ឺននាក់នៅតែជាប់គាំងនៅក្នុងខេត្តចំនួន3ទូទាំងកោះស៊ូម៉ាត្រាដែលជាតំបន់ចុងខាងលិចរបស់ប្រទេសឥណ្ឌូនេស៊ីអ្នកឆ្លើយតបគ្រោះមហន្តរាយបានប្រើប្រាស់អធម្មភេសជ្ជៈដើម្បីផ្ដល់ជំនួយនិងសម្រាប់ដឹកជញ្ជូននៅផ្នែកខាងជើងនៃកោះជាទីដែលរងគ្រោះខ្លាំងបំផុតហើយផ្លូវថ្នល់ត្រូវបានកាត់ផ្ដាច់និងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងត្រូវបានបំផ្លាញដោយបំណាក់ដីទ្រង់ទ្រាយធំបាទទាំងនេះគឺជាព័ត៌មានទាក់ទងទៅនឹងប្រទេសឥណ្ឌូនេស៊ីនិងប្រទេសថៃ